បាទខ្ញុំបកករណាខ្ញុំបាទតាំងសង្ហាសូមថ្វាយបង្គំព្រះតេជគុណនិងលោកតាលោកយាយពូមីងបងប្អូនគុណក្មួយទាំងអស់ពីខ្ញុំបកករណាខ្ញុំបាទដោយសេចក្តីគោរពនិងរាប់អានបាទថ្ងៃនេះយើងវិលអារម្មណ៍មកនិយាយអំពីឧបករណ៍នេសាទការពីកកើតទឹកដីរបស់ប្រជាជនខ្មែរយើងករណាបាឆ្នាងគឺជាឧបករណ៍នេសាទត្រីបែបប្រពៃណីមួយប្រភេទរបស់ប្រជាជនខ្មែរដែលត្រូវបានគេត្បាញឡើងយ៉ាងចាត់ខ្ចង់អំពីបន្ទះឫស្សីនិងមែនដងវែងសម្រាប់កាន់បាទឧបករណ៍នេះត្រូវបានគេនិយមប្រើប្រាស់តាំងពីបុរាណមករហូតដល់បច្ចុប្បន្នជាពិសេសនៅតំបន់ជនបទនៅវែលស្រែវែលខ្លុងបឹងបួរនិងព្រែកដែលមានទឹកតូតឬទឹករាក់បាទរចនាឆ្នាងមានរូបរាងប្លែកនិងមានលក្ខណៈសម្គាល់ងាយស្រួលចំណាំតួឆ្នាងត្រូវបានត្បាញពីបន្ទះឫស្សីល្អិតឲ្យមានរាងដូចជាកន្ត្រកឬថង់ជ្រូទៅខាងក្នុងដើម្បីកុំឲ្យត្រីឬបង្កងក្តាមដែលដួសបានរួចចេញមកវិញមាត់ឆ្នាងមានរាងស្រួចឬត្រវែងនៅភ្នែកខាងមុខដើម្បីងាយស្រួលក្នុងការរុញឬដួសចូលទៅក្រោមស្មៅចម្រូឬតាមមាត់ភក់ដងឆ្នាងធ្វើពីដើមឫស្សីឬឈើរឹងមានប្រវែងវែងល្មមដែលជួយឲ្យអ្នកនេសាទអាចឈរឬដើរចូលលក់ឆ្នាងទៅដួសត្រីក្នុងទឹកបានដោយងាយស្រួលដោយមិនបាច់អោនខ្លាំងរបៀបប្រើប្រាស់ការនេសាទដោយប្រើឆ្នាងត្រូវបានគេហៅថាដើរឆ្នាងឬដួសឆ្នាងទី1អ្នកនេសាទកាន់ដងឆ្នាងរួចរុញឬដួសឆ្នាងទៅមុខកាត់តាមបាតទឹកតាមច្រាំងព្រែកឬលក់ចូលក្នុងគុម្ពស្មៅនិងបន្លែទឹកទី2ជារឿយគេច្រើនដើរដួសបញ្ច្រាស់ទឹកឬដើរគោទឹកតាមមាត់ច្រាំងដើម្បីឲ្យត្រីក្តាមបង្កងកំពឹសភីឆ្លន់ស្លូរួចហែចូលទៅក្នុងតួឆ្នាងទី3បន្ទាប់មកគេលើកឆ្នាងឡើងរួចរលយកផលនេសាទដាក់ចូលទៅក្នុងកញ្ជីឬដាក់ក្នុងទ្រុងដែលចងជាប់នឹងចង្កេះនិយាយអំពីតម្លៃវប្បធម៌និងការប្រើប្រាស់បច្ចុប្បន្នសម្គាល់ឆ្នាងមិនត្រឹមតែជាឧបករណ៍សម្រាប់រកម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរប៉ុណ្ណោះទេប៉ុន្តែវាក៏ជាភតុតាងបង្ហាញពីគំនិតច្នៃបណ្ឌិតខ្ពស់និងសិល្បៈនៃការត្បាញឫស្សីដែលជាគេតំណែងពីដូនតាផងដែរទោះបីជាបច្ចុប្បន្នមានឧបករណ៍នេសាទទំនើបច្រើនក្តីក៏ការប្រើប្រាស់ឆ្នាងនៅតែមានសកម្មភាពយ៉ាងរស់រវើកព្រោះវាជាការនេសាទបែបធម្មជាតិមិនបំផ្លាញពូជត្រីនិងមិនប៉ះពាល់ដល់បរិស្ថានទឹកឡើយបាទប្រតិជគុណលោកតាលោកយាយពូមីងបងប្អូនគុណក្មួយយើងវិលអារម្មណ៍មកនិយាយអំពីបងអូនខ្មែរកម្ពុជាក្រោមយើងមួយដងតើពួកគាត់ប្រើប្រាស់ឆ្នាងនឹងដូចយ៉ាងណាហើយប្រើដោយវិធីណាសូមប្រជាជនគុណក៏ដូចជាលោកតាលោកយាយពូមីងបងប្អូនយើងស្ដាប់ដូចតទៅបាទនិយាយអំពីបងអូនខ្មែរកម្ពុជាក្រោមយើងវិញការរំលឹកពីឆ្នាងគឺជាឧបករណ៍នេសាទប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរកម្ពុជាក្រោមចំពោះមេមីងជនរួមជាតិខ្មែរឧបករណ៍នេសាទប្រពៃណីគឺជាវត្ថុប្រើប្រាស់មិនអាចខ្វះបានក្នុងជីវភាពរស់នៅទាំងពីយូរលង់ណាស់មកហើយ
ឧបករណ៍ទាំងនេះសម្រាប់ប្រកបរបរចិញ្ចឹមជីវិតក្នុងបរិស្ថានព្រែកដងអូនៅតំបន់ជនបទនៅវែលស្រែវែលប្លុងបឹងបួរនិងព្រែកជាដើមហើយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពប្រចាំថ្ងៃរហូតคล้ายជាលក្ខណៈវប្បធម៌ពិសេសដោយឡែកជាឧបករណ៍នេសាទដ៏ពិសេសមួយដែលជនរួមជាតិខ្មែរតែងប្រើប្រាស់ចាប់ត្រីនៅវែលស្រែនារដូវទឹកឡើងកាលពីដើមនោះបាទនិយាយអំពីរូបភាពឈ្នាងដាក់តាំងបង្ហាញក្នុងមន្ត្រីឈ្នាងគឺជាឧបករណ៍នេសាទធ្វើពីឫស្សីដែលមានតួខ្លួនវែងកន្ទុយខុបជ្រៅនិងមានសុំឫស្សីជាក្រោមយ៉ាងរឹងមាំឧបករណ៍នេះជួយឲ្យមាមីងអាចចាប់ត្រីតូចៗបានយ៉ាងងាយស្រួលនៅពេលទឹកជន់លិចវែលស្រែតាមរយៈឋានទំហំនិងអត្ថប្រយោជន៍នៃឈ្នាងបានបង្ហាញពីភាពផ្ចិតផ្ចង់ក្នុងរបៀបរស់នៅរបស់ជនរួមជាតិខ្មែររົບតាមធម្មជាតិដើម្បីឲ្យជីវិតកាន់តែមានភាពងាយស្រួលនៅពេលទឹកឡើងលិចវែលស្រែនារីខ្មែរតែងតែកាន់ឈ្នាងទៅចិញ្ចត់ត្រីកាលពីមុនក្តាមបង្កងត្រីចង្វានៅវែលស្រែវែលប្លុងសម្បូរណាស់បើចង់ចាប់ត្រីធំនៅកន្លែងទឹកជ្រៅគេតែងដាក់ថ្នងបោះសំណាញ់ឬដាក់មងចំណែកចាប់ត្រីតូចៗឬកំពឹសចង្វាដែលជ្រែកតាមគុំឆ្មៅតាមមាត់ច្រាំងគឺចាំបាច់ត្រូវមានឈ្នាងពេលមានឈ្នាងមួយនឹងកញ្ច្រែងមនុស្សធំឬទូចសុទ្ធតែអាចរកម្ហូបអាហារសម្រាប់គ្រួសារបានទាំងអស់ឈ្នាងកាលពីមុនយើងត្បាញសម្រាប់ចិញ្ចត់ត្រីកំពឹសចង្វានៅវែលស្រែប៉ុន្តែឥឡូវនេះអស់ហើយគេធ្វើស្រែ3រដូវត្រីបង្កងក៏មិនសូវមានច្រើនដែរបាទបើនិយាយនៅខាងស្រុកខ្ញុំឯនោះវិញប្រជាជនច្រើនគេចិញ្ចឹមបង្កងក្តាមបង្គាខ្លាទឹកប្រៃកាលពីសម័យមុនយើងតែងឃើញទិដ្ឋភាពនារីខ្មែរដែលកាន់ឈ្នាងជីងទៅវែលស្រែចិញ្ចត់ត្រីយកមកឆ្លោះឬខសម្រាប់អាហារគ្រួសារជាញឹកញាប់តែសម័យនេះកម្រនឹងបានឃើញការនោះឈ្នាងជាឧបករណ៍ពេញនិយមណាស់ក្នុងមនសិការនៃជីវភាពទំនើបពេលប្រភពផលមច្ឆជាតិធម្មជាតិតិចទៅរីឯត្រីសាច់បានមកពីការចិញ្ចឹមបែបឧស្សាហកម្មសម្បូរណាស់ម្លោះហើយរូបភាពឈ្នាងកាន់តែដកជាប់ក្នុងអារម្មណ៍តែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយសម្រាប់បងអូនខ្មែរនៅតំបន់ស្រុកស្រែចំការនៅតែជាគ្រឹះឧបករណ៍ដើមគឺឈ្នាងទៅចិញ្ចត់ត្រីធ្វើជាម្ហូបអាហារក្នុងគ្រួសារប្រចាំថ្ងៃជានិច្ចទោះបីជាឈ្នាងមិនត្រូវបានប្រើប្រាស់ទូលំទូលាយដូចពីមុនទៀតមែនប៉ុន្តែក្នុងមនសិការរបស់ជនរួមជាតិខ្មែរនៅតែចងចាំជានិច្ចឧបករណ៍នេសាទប្រភេទនេះអាចឃើញថាឈ្នាងមិនត្រឹមតែជាឧបករណ៍នេសាទសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះទេប៉ុន្តែបានក្លាយជានិមិត្តរូបនៃភាពត្បិតប្រសពនៃរបៀបរស់នៅសម្របជាមួយធម្មជាតិរបស់ជនរួមជាតិខ្មែរកម្ពុជាក្រោមបាទប្រតិជន
លោកតាលោកយាយពូមីងបងប្អូនឈ្នាងមិនត្រឹមតែជាឧបករណ៍សម្រាប់នេសាទនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរប៉ុណ្ណោះទេប៉ុន្តែវាត្រូវបានគេយកមកច្នៃបណ្ឌិតនិងបង្កើតជាទម្រង់សិល្បៈវប្បធម៌យ៉ាងរស់រវើកដើម្បីបង្ហាញលើឆាកជាតិនិងអន្តរជាតិបាទខាងក្រោមនេះជាទម្រង់សិល្បៈសំខាន់ដែលបានច្នៃបណ្ឌិតឡើងដោយមានវត្តមានឈ្នាងទី1របាំប្រជាប្រិយខ្មែររបាំដួសឈ្នាងឬរបាំនេសាទនេះជាទម្រង់សិល្បៈដែលគេស្គាល់ច្បាស់ជាងគេបំផុតនៅក្នុងរបាំនេសាទគេបានយកក្បាច់ក្រមនិងកាយវិការត្រាប់តាមសកម្មភាពរស់នៅចាក់ស្ដែងរបស់ប្រជាកសិករមកកែច្នៃជាក្បាច់ក្រមយ៉ាងទន់ភ្លន់និងសប្បាយរីករាយបាទសកម្មភាពក្នុងរបាំតួអង្គប្រុសកាន់អង្គគ្រុឌនិងតួអង្គស្រីឈ្នាងដើរលួបបោះចង្ហាន់ស្វែងរកត្រីនៅក្នុងរបាំមានការបង្ហាញពីការចែកចង់គ្នារវាងកំឡោះក្រមុំដួសត្រីបាននិងការជួយគ្នាទៅវិញទៅមកបាទអត្តន័យឆ្លុះបញ្ចាំងពីជីវភាពដកសុខសាន្តភាពមឹងមាត់ក្នុងការងារនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរតាមជនបទទី2របាំច្នៃបណ្ឌិតថ្មីនិងសម័យក្រៅពីរបាំប្រជាប្រិយបែបបុរាណក្រុមសិល្បករជំនាន់ក្រោយនិងសិល្បករតម្រង់សម័យបានយកឈ្នាងមកប្រើប្រាស់ជាសម្ភារៈលើឆាកក្នុងការសម្ដែងបែបស៊ីជម្រៅគេយកឈ្នាងមកធ្វើជាតំណាងឲ្យការស្វែងរកការតស៊ូក្នុងជីវិតឬការប្រមូលផលជារឿយៗនៅក្នុងការសម្ដែងល្ខោននិយាយឬរបាំសម័យដែលនិយាយពីបរិស្ថាននិងការអភិរក្សធនធានធម្មជាតិគេប្រើប្រាស់ស្នាងដើម្បីដាក់ទឿនទស្សនិកជនឲ្យនឹកឃើញដល់ឫសគល់នៃវប្បធម៌កសិកម្មនិងការរស់នៅបែបធម្មជាតិទី3និយាយពីសិល្បៈទេសនីយភាពនិងការតុបតែងឆាកនៅក្នុងព្រឹត្តិការណ៍វប្បធម៌ធំដូចជាសង្ក្រាន្តពិព័រណ៍វប្បធម៌ឬការហែក្បួននានាឈ្នាងត្រូវបានគេយកមកច្នៃធ្វើជាគ្រឿងលម្អឆាកដកមានសោភ័ណភាពដោយពេលខ្លះគេបំពាក់ភ្លើងពណ៌ពីខាងក្នុងបង្កើតបានជាគោមឫស្សីយ៉ាងស្រស់ស្អាតនៅក្នុងការបង្ហាញម៉ូដសម្លៀកបំពាក់បែបច្នៃប្រឌិតអ្នកច្នៃម៉ូដខ្លះបានយកតម្រង់តបាញរបស់ឈ្នាងឬយកតួឈ្នាងផ្ទាល់មកច្នៃជាកាបូបយួរដៃឬជាគ្រឿងលម្អបន្ថែមលើសម្លៀកបំពាក់ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរបាទនិយាយសរុបមកការយកឈ្នាងមកច្នៃក្នុងទម្រង់សិល្បៈគឺជាវិធីសាស្ត្រដ៏វៃឆ្លាតមួយក្នុងការរក្សាទុកនិងលើកកម្ពស់តម្លៃឧបករណ៍បុរាណមិនឲ្យបាត់បង់តាមរយៈការប្រែក្លាយពីឧបករណ៍ប្រើប្រាស់ធម្មតាឲ្យទៅជាស្នាដៃសិល្បៈដែលមានតម្លៃខ្ពស់បាទខ្ញុំបករណាសូមរៀបរាប់អំពីឧបករណ៍ឈ្នាងដោយសង្ខេបតែប៉ុណ្នេះឯងមានអ្វីខ្វះខាតឬមិនត្រូវត្រង់កន្លែងណាមួយសូមព្រះតេជគុណក៏ដូចជាលោកតាលោកយាយពូមីងបងប្អូនអភ័យទោសឲ្យខ្ញុំបករណាខ្ញុំផងបាទខ្ញុំបករណាខ្ញុំបាទសូមថ្វាយបង្គំលានិងជម្រាបលា